ខ្ញុំបាទសូមជូនអត្ថបទកំណាព្យបទព្រហ្មកិច្ចអត្ថបទដកស្រង់ចេញពីច្បាប់ពាក្យចាស់ស្មូតបែបតាសេនពាងចាស់ពាងពីព្រេងទុំខ្លួនឯងមើលពុំយល់ទុំគេទូចសោតសរមើលយល់ប៉ុនទាំងភ្នំចូលព្រៃសត្វសាហាវរកអំពាវគ្នាមកជុំដល់បានស្កទឹកមុំពួនក្នុងផ្ទះឆៃពួនក្នុងផ្ទះឆៃតាឯងបានហើយចង់បានទៀតឆ្លៀតអើយឆ្លៀតពុំគិតឆ្វេមើលយល់តែម្នាក់ឯងមិនយល់គេឯទៀតផងនឹងចង់ស៊ីពីងសាខ្ជិលទំពីឲ្យមកមងយល់នាមថាជាមងយល់ឯចងថាជាគួយយល់តាថាជាដូនយល់ឯកូនថាជាក្មួយ
ពីថាជាមួយយល់ឯព្រួយថាជាសុខយល់តងថាជាគុណយល់ឯបុណ្យថានរកយល់ល្អថាអាក្រក់យល់លៀមមុខថាជាផ្កាស្លៀងស្បង់មិនកោសាំងឆ្លងកាញ់ចាំងថ្មិចនេត្រាយល់សេះថាជាលីយល់គុជសាថាកណ្ដល់នឹងពាំងចាំងពីព្រែអ្នកណាឆ្វេងប្រាជ្ញាយល់ឃើញធ្លុកកុំថាខ្នល់ក្រែងកុំហល់កុំហងមានអ្នកប្រាកាន់ទៀងទៀងកុំលំអៀងពាក់បងរានកុំដើរផ្លូវបំពេញពាក់អ្នកចាស់លោកឌីលថាបទនេះសម្រាប់មីមាពួកអមបងប្អូនដែលមានសំឡេងបានហើយមិនទាន់ចេះស្មូតអញ្ចឹងសូមបងប្អូនត្រូវដឹងអត្ថបទនៃបទព្រហ្មកិត្តដែលមានស្មូតទាំង12បែបខ្ញុំនឹងបានលើកយកបទបែបតាសេនបទព្រហ្មកិត្តបែបតាសេនបាទយកមកដើម្បីបានមីមាពួកអមបងប្អូនសិក្សារៀនសូត្រជាបន្តកុំឲ្យយើងអត់ដឹងថាបទហ្នឹងជាបទអីស្មូតបែបអីហើយមួយចំណែកទៀតសម្រាប់មីមាពួកអមដែលលោកស្ដាប់
នឹងបានអត្ថន័យយល់អត្ថន័យនៃកំណាព្យនឹងតើលោកចង់និយាយអំពីអ្វីស្ដាប់បានហើយបាទនឹងបានជ្រាបនៅអត្ថន័យនៃកំណាព្យនឹងមានអត្ថន័យល្អណាស់ទានបាទសម្រាប់បងប្អូនមីងមាពូអ៊ំបាទយកទៅជាបទពិចារណាគ្រប់គ្នាអញ្ចឹងខ្ញុំបាទមានតែប៉ុណ្ណឹងហើយខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចូលស្ដាប់នៅ Channel YouTube របស់ខ្ញុំបាទហើយសូមកុំភ្លេចជួយ Like និង Subscribe ដល់ YouTube របស់ខ្ញុំបាទផងសូមអរគុណទុកជាមុន